សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមានវីដេអូបង្រៀនតាក់ទងនឹងការកាត់តផ្ទៃមុខបាទដូរផ្ទៃមុខណាបាទដំបូងឡើយបងប្អូនត្រូវមានរូបពីរនេះដើម្បីបងប្អូនចង់បដូរពីខាងស្ត្រីដាក់បុរសឬមួយក៏ខាងបុរសយកមកដាក់ខាងស្ត្រីចឹងមកបាទបន្ទាប់មកបងប្អូន select រូបពីរហ្នឹងដាក់បញ្ចូលនៅក្នុង Photoshop យើងមកបាទតើមកវាចេញទម្រង់បែបហ្នឹងហើយបងប្អូនចង់បានរូបបុរសហ្នឹងទៅដាក់លើមុខស្ត្រីឬមួយក៏យកមុខស្ត្រីហ្នឹងយកមកដាក់នៅខាងមុខបុរសបាទតែខ្ញុំចង់បានមុខស្ត្រីយកទៅដាក់នៅមុខបុរសវិញបាទតមកបងប្អូនចូលកន្លែង picture នេះមកបាទចុចលើវាមកហើយចុចមកឆ្វេងឲ្យជាប់ដើម្បីគូសលើទម្រង់មុខដែលបងប្អូនចង់បាននឹងមកបងប្អូនចង់បានប៉ុណ្ណាគឺគូសយកប៉ុណ្ណឹងមកបាទតាមរូបជាក់ស្ដែងរបស់បងប្អូនណាបាទតែខ្ញុំយកប៉ុណ្ណឹងបាទបន្ទាប់មកបងប្អូនចុចលើ tool នេះមកចុចមកឆ្វេងមកបាទបន្ទាប់មកចុចមកឆ្វេងឲ្យជាប់យកមកដាក់លើមុខបុរសបន្ទាប់មកបងប្អូនចូលកន្លែង opacity នេះមកហើយបិទ opacity ខ្លះមកបាទបន្ទាប់មក control T ដើម្បីបង្វិលភ្នែកឲ្យចំភ្នែកចាំចឹងមកដើម្បីឲ្យរូបយើងវាមើលទៅវាសមចាប់ទាញចឹងមកមាត់ចំមាត់ភ្នែកចំភ្នែកចាំចឹងមកខុសតិចតួចក៏អត់អីដែរបាទតទៅពីសេរីរួចចុចសញ្ញាគ្រីសមកហើយបើក opacity វា 100% វិញមកបាទបន្ទាប់មកវាមាន layer 2 វាមាន layer មុខហើយនិង layer background មានន័យថា layer ខាងបុរសបាទនេះខាងបុរសអញ្ចឹងបងប្អូនបើកភ្នែកវាវិញមកហើយ control ចុចមកឆ្វេងបាទចុចមក click ចឹងមកវាចេញ select លើផ្ទៃមុខបាទតមកបងប្អូនចូលលើ layer បុរសវិញមកបាទបន្ទាប់មកចូលកន្លែង select ហើយយកកន្លែង modify តមកយកកន្លែង context បាទកន្លែងនេះយក5មកបាទបងប្អូនចូលលើហ្នឹងត្រូវហើយតមកចុច delete ហ្នឹងនៅលើ keyboard ទេបាទមួយមកបាទចុចប៉ឹកមកតមកបិទភ្នែកមួយមកថាបានលុបឬមួយក៏មិនទាន់បានលុបបិទភ្នែក layer លើមួយមកបាទតមកឃើញរូបបុរសហ្នឹងបានលុបហើយបាទតមកបើកភ្នែកវិញបងប្អូន control D ដើម្បីបិទ select វាកន្លែងនេះបងប្អូនចុច shift ឲ្យជាប់មកហើយចុចកន្លែង layer លេខ1នេះមួយទៀតមកបាទផ្លឹកចឹងមកហើយបន្តមកបងប្អូនចូលកន្លែង edit បាទ edit ហើយចូលកន្លែង auto blend layer នេះមកតមកចុចកន្លែង stack image បាទហើយអាពីរនេះគ្រីសមកហើយចុច OK បាទគឺរូបភាពយើងបានកាត់រួចរាល់ហើយឃើញស្អាតបាទហើយបន្តមកចុច control D មួយមកដើម្បីដោះ select ទូចនេះចេញបាទហើយបងប្អូន zoom វាមើលបាទឲ្យជាប់បាទបន្ទាប់មកបងប្អូនឃើញផ្ទៃមុខស្អាតហើយពេចធូនេះមកដើម្បីលុបស្លាកស្នាមខ្លះដែលវាមិនទាន់ស្អាត 100% បាទចុចមកឆ្វេងឲ្យជាប់បន្ទាប់មកចុចអូសកន្លែងផ្ទៃណាដែលស្អាតបាទឃើញស្អាតហើយបាទមេរៀនយើងបញ្ចប់ត្រឹមនេះសូមបងប្អូនជួយចុច like និង subscribe channel ខ្ញុំបាទផងសូមអរគុណជួបគ្នានៅវីដេអូក្រោយ